ក្នុងករណីជំងឺដែលបានលើកឡើងមកខាងលើបាទសុទ្ធតែគ្រោះថ្នាក់នឹងអាចទទួលការព្យាបាលដោយការវះកាត់សូមជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធីអេគីវីដេអូសុខភាពថ្ងៃនេះក៏មិនខុសពីសពមួយដងគឺយើងមានការចូលរួមពីលោកវិជ្ជបណ្ឌិតពុទ្ធឧត្តមប្រធានគ្រប់គ្រងអេគីប Clinic សាខាទួលគោកលោកនឹងធ្វើការបកស្រាយនៅប្រធានបទស្ដីពីការឈឺពោះស៊ុយស្រានៅក្នុងប្រព័ន្ធរំលាយអាហារជម្រាបសួរលោកវិជ្ជបណ្ឌិតចាតើសុខសប្បាយដែរទេលោកបាទខ្ញុំសុខសប្បាយចិត្តទេចាលោកវិជ្ជបណ្ឌិតអាការៈឈឺពោះស៊ុយស្រានៅក្នុងប្រព័ន្ធរំលាយអាហារហ្នឹងគឺជាអាការៈដែលបងប្អូនយើងតែងតែជួបប្រទះអញ្ចឹងសូមលោកវិជ្ជបណ្ឌិតជួយពន្យល់បានទេតើអ្វីទៅជាការឈឺពោះស៊ុយស្រានៅក្នុងប្រព័ន្ធរំលាយអាហារចាបាទអរគុណសម្រាប់សំណួរចំពោះការឈឺចាប់ពោះស្រួចស្រាវនៅក្នុងប្រព័ន្ធរំលាយអាហារគឺជាការឈឺចាប់ពោះភ្លាមនៅក្នុងតំបន់ពោះនៅតំបន់ណាមួយឬក៏ពេញពោះតែម្ដងដោយឡែកមានករណីខ្លះវាជាសញ្ញាដែលស្រាលដែលយើងគ្រាន់តែធ្វើការពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតនិងធ្វើការញ៉ាំដោយថ្នាំគ្រាប់រួចជាស្រេចប៉ុន្តែដោយឡែកទៀតវាមានជាសញ្ញាធ្ងន់ធ្ងរនិងមានជាសញ្ញាគ្រោះថ្នាក់ដែលទាមទារឲ្យមានការសង្គ្រោះបឋមសិនទើបនឹងឈានទៅដល់ធ្វើការរកវិនិច្ឆ័យដើម្បីព្យាបាលហើយមួយទៀតក្នុងករណីបន្ទាន់ខ្លាំងគឺអាចទទួលនឹងក្នុងការព្យាបាលដោយវះកាត់ជាបន្ទាន់ផងដែរចាលោកវិជ្ជបណ្ឌិតសូមលោកវិជ្ជបណ្ឌិតជួយបកស្រាយបានទេថាតើរោគសញ្ញាគ្រោះថ្នាក់អ្វីខ្លះដែលតែងតែជួបប្រទះញឹកញាប់ហើយភាគច្រើនតើជាជំងឺអ្វីដែរអរគុណសម្រាប់សំណួរបាទជាទូទៅសញ្ញាដែលជួបញឹកញាប់ជាងគេគឺមានការចុកពោះខ្លាំងហើយនឹងមានរឹងពោះការស្រែកទឹកនិងខ្វះជាតិទឹកខ្លាំងការស្ទះខ្យល់ស្ទះលាមកការស្លេកស្លាំងខ្លាំងឡើងកម្ដៅគ្មានទឹកនោមឬក៏នោមអត់ចេញនោមលឿងល្អក់ឬក៏លឿងក្រមៅចំពោះមួយទៀតគឺការចុកពោះអមដោយឈឺទ្រូងហើយបែកញើសនិងតឹងណែនទ្រូងហើយចំពោះជំងឺដែលជួបញឹកញាប់គឺមានដូចជាការពុលចំណីអាហាររលាកប្រព័ន្ធកាពះមានស៊ុយស្រាវជំងឺរលាកផ្នែកពោះវៀននិងការចុកគ្រោះក្នុងប្រមាត់និងការរលាកស្ទះផ្លូវប្រមាត់ហើយនឹងការស្ទះពោះវៀនជាមួយនឹងការធ្លាយកាពះវៀនជាដើមចាលោកវិជ្ជបណ្ឌិតរាល់រោគសញ្ញានិងជំងឺដែលលោកវិជ្ជបណ្ឌិតលើកឡើងខាងលើតើរាល់ជំងឺទាំងអស់នោះសុទ្ធតែទាមទារការវះកាត់ឬយ៉ាងណាដែរលោកវិជ្ជបណ្ឌិតបាទចំពោះសំណួរនេះក្នុងករណីជំងឺដែលបានលើកឡើងមកខាងលើបាទសុទ្ធតែគ្រោះថ្នាក់នឹងអាចទទួលការព្យាបាលដោយការវះកាត់សូមអរគុណលោកវិជ្ជបណ្ឌិតដែលបានបកស្រាយនៅសំណួរខាងលើយ៉ាងក្បោះក្បាយចាតែជាចុងក្រោយលោកវិជ្ជបណ្ឌិតមានជាសារ5ផ្ញើអ្វីជូនដល់បងប្អូនប្រជាពលរដ្ឋយើងដែរទេចាបាទជាសារ5ផ្ញើប្រសិនបើអស់លោកអ្នកមានសញ្ញាដូចដែលបានរៀបរាប់នៅខាងលើសូមប្រញាប់រុះរាន់មកកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបឋមនិងអាចធ្វើតេស្តអមវេជ្ជសាស្ត្រមួយចំនួនដូចជាការមើលឈាមការមើលកម្ពស់និងធ្វើ CT scan ជាដើមមួយវិញទៀតដែលជាចំណុចសំខាន់ដែរជៀសវាងក្នុងការញ៉ាំថ្នាំព្យាបាលដោយខ្លួនឯងដោយមិនមានការពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតបានច្បាស់លាស់ដើម្បីជៀសវាងនៅផលវិបាកធ្ងន់ធ្ងរនិងអាចប៉ះពាល់ដល់អាយុជីវិតរបស់អស់លោកអ្នកផងដែរសូមអរគុណលោកវិជ្ជបណ្ឌិតដែលបានចំណាយពេលក្នុងការចូលរួមក្នុងកម្មវិធីថ្ងៃនេះចាពីអេគីបវីដេអូសុខភាពថ្ងៃនេះសូមអរគុណសូមគោរពលា